រៀននៅវិទ្យាល័យ3ឆ្នាំមិនចាំឈ្មោះគ្រូអត់បញ្ហាប៉ុន្តែអ្វីដែលសំខាន់ត្រូវចាំនោះគឺពាក្យស្លោកខ្មែរដែលមានអត្ថន័យជ្រាលជ្រៅបំផុតក្នុងការអប់រំប្រដៅកូនខ្មែរឲ្យចេះគោរពនិងផ្ដល់តម្លៃជូនលោកគ្រូអ្នកគ្រូនោះគឺពុតគ្រូកុំត្រាប់ច្បាប់គ្រូឲ្យយកតើមានន័យដូចម្ដេចពុតគ្រូកុំត្រាប់មានន័យថាពុតគឺសំដៅទៅលើកិរិយាមាយាទការប្រព្រឹត្តរបៀបធ្វើខ្លួនឬទម្លាប់តល់ខ្លួនរបស់លោកគ្រូអ្នកគ្រូដូច្នេះក្នុងនាមជាសិស្សត្រូវមានពិចារណញ្ញាណហើយទទួលស្គាល់ថាអ្វីដែលលោកប្រព្រឹត្តត្រូវគឺយើងក៏យកគំរូតាមគាត់ទៅតែអ្វីដែលគាត់ប្រព្រឹត្តមិនត្រូវវិញណាក៏កុំបីយើងប្រព្រឹត្តតាមលោកពីព្រោះអីលោកក៏ជាមនុស្សដូចយើងដែរជួនអីលោកជួបរឿងក្នុងជីវិតឬក៏វិបត្តិផ្លូវចិត្តឬក៏ឆ្លងកាត់ដំណើរជីវិតលំបាកមកធ្ងន់ធ្ងរឬក៏បញ្ហាអីយើងអត់ដឹងតែធ្វើឲ្យអរិយាបថរបស់គាត់ពាក្យសម្ដីរបស់គាត់ឬអកប្បកិរិយាខ្លះគឺវាមិនគួរសមប៉ុន្តែដែលគាត់មកបង្រៀនយើងបានមានន័យថាគាត់មានលក្ខណៈគ្រប់គ្រាន់ជាគ្រូបង្រៀនដែលស្ថាប័នមួយជួលគាត់មកឬក៏គាត់មានក្របខ័ណ្ឌរដ្ឋជាគ្រូបង្រៀនដែលទទួលស្គាល់ដោយក្រសួងអប់រំមានន័យថាគាត់មានលក្ខណៈសម្បត្តិមួយដែលអាចទទួលយកបានដែលគួរឲ្យគោរពណាស់ហើយមិនបាច់ចាំរៀបរាប់ច្រើនទេប៉ុន្តែគ្រាន់តែទទួលស្គាល់ថាដោយសារលោកគ្រូអ្នកគ្រូយើងគាត់ជាមនុស្សនឹងឯងតើគាត់ក៏ជាមនុស្សដែលមិនល្អឥតខ្ចោះដូចតែពួកយើងដែរហ្នឹងប៉ុន្តែអ្វីដែលសំខាន់ណាច្បាប់គ្រូត្រូវយកមានន័យថាម៉េចច្បាប់គឺសំដៅទៅលើចំណេះវិជ្ជាគោលការណ៍សិលធម៌វិធីសាស្ត្រនៃការបង្រៀនបទពិសោធន៍ពួកគាត់ក្រមសិលធម៌វិជ្ជាជីវៈដែលគាត់ឆ្លងកាត់គ្រប់កសលហើយគាត់បានមកបង្រៀនយើងហើយមុននឹងគាត់មកបង្រៀនយើងហ្នឹងណាគាត់ឆ្លងកាត់រៀនចំណេះដឹងទូទៅដូចយើងរយៈពេល12ឆ្នាំហើយគាត់បានឆ្លងកាត់គ្រប់កសលពួកគាត់មានជំនាញឯកទេសច្បាស់លាស់ណាស់មុនមកបរៀនយើងលោកគ្រូអ្នកគ្រូយើងមានឯកទេសនិងជំនាញទៅលើមុខវិជ្ជាដែលគាត់បានបង្រៀនយើងសំខាន់ណាស់លោកគ្រូអ្នកគ្រូយើងគាត់មានចិត្តបរិសុទ្ធហើយគោលដៅគាត់តែមួយគត់គឺបង្រៀនសិស្សឲ្យចេះដើម្បីជាថ្កុំថ្កើងហើយកុំភ្លេចពាក្យចាស់យើងផ្ដាំថាទៅរៀនណាកូនទៅដើម្បីក្រេបយកចំណេះវិជ្ជាដូច្នេះគ្រាន់តែយើងមានឱកាសទៅរៀនណាមានន័យថាវាជាសំណាងរបស់យើងហើយពីព្រោះអីមានមនុស្សជាច្រើនដែលគាត់មិនមានឱកាសទៅរៀនដោយសារកត្តាគ្រួសារឬក៏សង្គមឬប្រទេសជាតិដែលគាត់កំពុងតែរស់នៅអញ្ចឹងទៅរៀនកុំភ្លេចគោលបំណងសំខាន់នៃការដែលយើងស្ពាយកាបូបស្លៀកពាក់ឯកសណ្ឋានគឺយើងទៅដើម្បីក្រេបយកចំណេះវិជ្ជាដើម្បីអនាគតខ្លួនឯងនិងកសាងប្រទេសជាតិយើងឲ្យថ្កុំថ្កើងហើយដូនតាយើងណាបាននិយាយថាវិជ្ជាជាទ្រព្យទោះយើងទៅដល់ទីណាយើងធ្លាក់ខ្លួនក្រកម្រិតណាយើងបាត់បង់ទ្រព្យសម្បត្តិលោកីឬរបស់របរសម្ភារៈនៅលើផែនដីនេះប៉ុន្តែយើងនៅសល់ចំណេះវិជ្ជាដែលជាទ្រព្យរបស់យើងចោលលួចមិនបានហើយយើងប្រើវាដើម្បីទាញយកអាហារយកមកហូបចុកដើម្បីមានកន្លែងជ្រកកោននៅដើម្បីអភិវឌ្ឍខ្លួនឯងដើម្បីទាញយកទ្រព្យសម្បត្តិនិងជួយជាតិឲ្យថ្កុំថ្កើងបើកាលណាមានរូបកាយមានចំណេះវិជ្ជានោះគឺជាទ្រព្យពីព្រោះអីបើជីវិតបរាជ័យនៅសល់រូបកាយនៅសល់ចំណេះវិជ្ជាវាជាទ្រព្យយឹតយោងយើងឲ្យថ្កុំថ្កើងឡើងវិញអញ្ចឹងចំណេះវិជ្ជាបានមកពីណាគឺបានមកពីលោកគ្រូអ្នកគ្រូអញ្ចឹងមានន័យថាទ្រព្យសម្បត្តិក៏យើងបានមកពីលោកគ្រូអ្នកគ្រូដែរលោកគ្រូអ្នកគ្រូបានផ្ដល់ទ្រព្យសម្បត្តិឲ្យយើងទុកធ្វើជាទុននៃជីវិតហើយអាចដោះស្រាយបញ្ហាយើងរហូតតទៅ